រនសួស្តីអ្នកទាំងអស់គ្នាហើយយកមិញខ្ញុំមកបានឡាយដោយសារមានជម្រវល់ហើយនឹងធ្វើដំណើរមកពីកំពង់ចាមដល់ភ្នំពេញយប់ហើយព្រឹកនេះខ្ញុំនឹងឡាយរយៈពេលតែ10នាទីទេនិយាយទៅចំណុចដែលសំខាន់ក្នុងចិត្តសាស្ត្រក្នុងការដោះបំណុលបន្ទាប់ពីខ្ញុំនិយាយពី Facebook Live ចិត្តសាស្ត្រដោះបំណុល4ភាគមកនេះគឺថ្ងៃនេះចូលភាគ5ខ្ញុំទទួលការហៅចូលពីបងប្អូនដែលមានបញ្ហាប្រឈមផ្នែកបំណុលខ្ញុំស្ដាប់រឿងរបស់គាត់ជាច្រើនហើយធ្វើឲ្យខ្ញុំមានដំណោះស្រាយថ្មីសម្រាប់ពួកគាត់ហើយពួកគាត់ភាគច្រើនទេមកខ្ញុំឲ្យជួយឲ្យយុទ្ធសាស្ត្រនិងចិត្តសាស្ត្រដើម្បីខ្ចីលុយគេថែមខ្ចីលុយធនាគារថែមដូរធនាគារដូរម្ចាស់បំណុលតែចិត្តសាស្ត្ររបស់ខ្ញុំ គឺអត់មានឲ្យទឹកខ្ចីលុយថែមទេឡានចុះផុងហើយកុំរើត្រូវរកគេជួយរកគេរុញយើងកំណើតឡានហ្នឹងចេញមកទៅរកគេរុញចឹងយុទ្ធសាស្ត្ររបស់ខ្ញុំថ្ងៃនេះគឺបងប្អូនត្រូវបង្កើនចំណូលបង្កើនប្រភពចំណូលថែម1 2 3ផ្សេងទៀតដើម្បីរកឲ្យបានទៅទូទាត់បំណុលហើយមួយទៀតទៅនិយាយជាមួយនឹងម្ចាស់បំណុលសុំពន្យាការបង់ការប្រាក់ហើយសុំបង់ការប្រាក់ពាក់កណ្ដាលឬក៏30% ឬក៏សុំគេបន្ថយការប្រាក់តែសំខាន់គឺយើងមានឆន្ទៈសងគេហើយយើងទៅរកការងារទៅរកចំណូលថ្មីហើយក៏អាចសុំយោបល់ពីម្ចាស់បំណុលថាខ្ញុំត្រូវការងារដើម្បីមានចំណូលចិញ្ចឹមផ្គត់ផ្គង់ជីវភាពគ្រួសារផងហើយនឹងសងទូទាត់បំណុលផងហើយបើម្ចាស់បំណុលអាចជួយធានាបានអាចជួយធានាយើងឲ្យទៅខ្ចីធនាគារដែលមានការប្រាក់ទាបហើយម្ចាស់បំណុលជួយធ្វើជាអ្នកធានាដើម្បីដកលុយសងម្ចាស់បំណុលហើយសល់ដើមទុនរស់ស៊ីហើយបង់ការប្រាក់ទាបយើងពេលយើងមានបំណុលច្រើនហើយគេទាលុយច្រើនពេកយើងអត់មានពេលគិតដើម្បីទៅរកចំណូលថ្មីអញ្ចឹងបងប្អូនប្រើពេលតែ5% នៃពេលឬក៏3% នៃពេលវេលាគិតរឿងបំណុលហើយប្រើពេល95 ឬ 98% គិតរឿងរកចំណូលថ្មីយើងបើអីក៏ដោយបំណុលគឺជាលទ្ធផលយើងមានបំណុលសងគេលទ្ធផលល្អយើងមានបំណុលអត់មានលុយសងការប្រាក់គេសងដើមគេវាជាលទ្ធផលមិនល្អចឹងវាកើតឡើងពីឫសគល់នៃការគិតរបស់យើងពីដំបូងឡើយមកដែលយើងអត់ទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងបំណុលលុយដែលខ្ចីពីគេដែលគេហៅថាចឹងចិត្តសាស្ត្ររបស់ខ្ញុំថ្ងៃនេះគឺបង្កើនចំណូលចរចាជាមួយម្ចាស់បំណុលអាច
រត់ធនាគារប៉ុន្តែមិនទៅដកពីម្ចាស់បំណុលទៅខ្ចីធនាគារឬដកធនាគារទៅខ្ចីពីខាងក្រៅទេដូច្នេះយើងត្រូវសម្រួមចិត្តសម្រួមអារម្មណ៍ផ្ដោតទៅលើគោលដៅថ្មីគោលដៅថ្មីគឺឲ្យមានចំណូលលើសចំណាយរបស់យើងគឺចំណាយប្រចាំថ្ងៃបូកនឹងការប្រាក់គេអញ្ចឹងផ្ដោតទៅលើចំណូលកុំផ្ដោតលើការប្រាក់ច្រើនពេកហើយដាក់គោលដៅថ្មីទៅគោលដៅចង់មានសេរីភាពហិរញ្ញវត្ថុព្រោះបំណុលគឺជាលទ្ធផលត្រឡប់អង់គ្លេសហៅថា feedback លទ្ធផលត្រឡប់គឺពេលយើងធ្វើអ្វីមួយអត់ល្អវាចេញមកលទ្ធផលមិនល្អទោះជាយើងទទួលស្គាល់មិនទទួលស្គាល់ក៏ដោយបំណុលដែលយើងកំពុងមាននេះគឺជាលទ្ធផលដែលយើងធ្វើបាទអញ្ចឹងចង់បានដូរលទ្ធផលហ្នឹងយើងត្រូវមកដូរការគិតអញ្ចឹងយើងត្រូវដូរការគិតរបស់យើងគិតបែបល្អគិតបែបវិជ្ជមានហើយនឹងមានក្តីសង្ឃឹមសម្រាប់អនាគតបំណុលដែលយើងកំពុងតែជួបស្វែងនេះអាចថាយើងថាជាបំណុលជ្រៅប៉ុន្តែការវាក៏ជាបញ្ហាលំបាកក្នុងអន្តរកាលក្នុងរយៈពេលខ្លីតែប៉ុណ្ណឹងហើយជាសំខាន់គឺបងប្អូនមានគោលដៅសម្លឹងមើលគោលដៅហើយនឹងក្តីសុបិនអានឹងវាជាបញ្ហាបន្តិចបន្តួចបាទអញ្ចឹងសម្រាប់ខ្ញុំមានតែប៉ុណ្ណឹងហើយសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាសុខសប្បាយហើយនឹងរកចំណូលបានច្រើនដើម្បីទូទាត់សងបំណុលគេហើយចំណែកម្ចាស់បំណុលគឺសូមឲ្យបងប្អូនជូនពរឲ្យទៅកូនបំណុលយើងរកស៊ីមានបានទៅគេលុយមកសងបំណុលយើងហើយបាទសូមអរគុណជួបគ្នាយប់នឹង